17 មេសានោះពួកខ្មែរក្រហមដែលដើរដេញប្រជាជនតាមផ្ទះបានទូទាត់ប្រជាជនថាអង្គការឲ្យចេញពីផ្ទះតែ3ថ្ងៃប៉ុណ្ណោះគឺដើម្បីកិច្ចចេញពីការទម្លាក់គ្រាប់បែករបស់អាមេរិកដោយមិនចាំបាច់យកសម្ភារៈទៅច្រើនពេកនោះទេព្រោះប្រជាជនទាំងអស់នឹងអាចត្រឡប់មកស្រុកវិញក្រោយពេល2ឬក៏3ថ្ងៃទៀតទន្ទឹមនឹងនោះពួកខ្មែរក្រហមខ្លះក៏បានប្រាប់ថាមិនបាច់ចេញទេជាហេតុធ្វើឲ្យគិតអ្វីក៏មិនទាន់ហើយមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្នុងចំណោមពួកខ្មែរក្រហមរហូតដល់ពួកនេះបាញ់គ្នាវាទៅវិញទៅមកថែមទៀតផងនៅទីបំផុតបញ្ជាចុងក្រោយពីថ្នាក់លើគឺត្រូវឲ្យប្រជាជនចេញឲ្យអស់ពីទីក្រុងពោលគឺពីលំនៅឋានរបស់ពួកគេមនុស្សម្នាត្រូវបង្ខំចិត្តចាក់ចេញពីផ្ទះសម្បែងដោយក្រៀមក្រំក្រោមការគំរាមកំហែងនៃកំភ្លើង AK-47 និង B-40 ដែលពួកវាហៅថាត្រយងចេកកងទ័ពខ្មែរក្រហមទាំងនោះដើរដេញទាំងមនុស្សឈឺទាំងស្ត្រីមានផ្ទៃពោះចាស់ជរាជនពិការប្រហែលនៅម៉ោង 11 ព្រឹកពួកវាបញ្ជាឲ្យអ្នករបួសនិងអ្នកជំងឺរាប់ពាន់នាក់ចេញពីមន្ទីរពេទ្យអ្នកជាត្រូវគ្រាអ្នកជំងឺមើលទៅគួរឲ្យអាណុចអាធមអ្នកជំងឺខ្លះត្រូវគេសែងអ្នកជំងឺខ្លះទៀតកំពុងតែបញ្ចូលសេរ៉ូមត្រូវគេរុញទាំងក្រែពេទ្យចេញទៅក្រៅសូម្បីតែអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវាចេញពីមន្ទីរពេទ្យជាមួយមនុស្សរាប់សែនអ្នកទៀតដែរអ្នកដែលពុំអាចចេញទៅបានត្រូវខ្មែរក្រហមសម្លាប់តែម្ដងនាពេលថ្ងៃត្រង់ថ្ងៃទី17 ខែមេសាដ៏មហារុងរឿងមហាអស្ចារ្យខ្មែរក្រហមស្រេចបញ្ជាទៅប្រជាជនថាចេញឲ្យលឿនអាមេរិកទម្លាក់គ្រាប់បែកឥឡូវហើយមិនយូរប៉ុន្មានទេយ៉ាងយូរ2ឬក៏3ថ្ងៃទៀតយើងបោះសម្អាតភ្នំពេញហើយមិត្តនឹងអាចត្រឡប់មកផ្ទះវិញបានមិនបាច់បិទទ្វារទេយើងមិនមែនជាចៅប្លន់នោះទេដូច្នេះទាំងអ្នកក្រុងនិងអ្នកជនបទដែលបានភៀសខ្លួនពីជនបទមករស់នៅភ្នំពេញសរុបប្រមាណជា 2.5 លាននាក់បានចេញចោលលំនៅឋានទាំងវងដោយទឹកបាក់ទំនប់ទាំងច្របូកច្របល់គ្នាអ្នកក្រីក្រទូលបង្វិចកំប៉ិចកំប៉ុករីឯអ្នកមានស្តុកស្ដំគេដាក់ទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងឡានរបស់គេហើយរុញឡានចេញទៅបណ្ដាជនដ៏ច្រើនអនេកមានទឹកមុខក្រៀមក្រំធ្វើដំណើរដោយថ្មើរជើងដើរដោយយឺតទាំងអស់កម្លាំងប្រជាជនណាដែលដើរយឺតត្រូវកងកម្លាំងខ្មែរក្រហមបាញ់សម្លាប់ចោលតែម្ដងនៅតាមដងផ្លូវហើយប្រជាជនរាប់សែននាក់ដែលព្យាយាមចាក់ចេញពីទីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថាពួកគេទំនងជាគ្មានវាសនាត្រឡប់មកជួបជុំបងប្អូនឪពុកម្ដាយរបស់ពួកគេវិញឡើយប្រជាជនខ្លះដែលចាស់ជរាបានដួលឈឺដេករនុករណាលតាមដងផ្លូវគ្រានោះគេឃើញសាកសពជនជាតិខ្មែរដេកស្លាប់ស្ដុកស្ដឹងដូចជាខ្មោចឆ្កែពីពេញផ្លូវថ្នល់ប៉ុន្តែឥតឃើញមានសាកសពជនជាតិអាមេរិកកាំងនិងជនជាតិវៀតណាមម្នាក់សោះឡើយនៅតាមដងផ្លូវពួកខ្មែរក្រហមបានអូសអ្នកជំងឺទាំងមនុស្សទាំងក្រែពេទ្យច្រងែងច្រងាងដូចជាសត្វជ្រូកមើលទៅគួរឲ្យសង្វេគពន់ពីក្រៃក្នុងរយៈពេល2ថ្ងៃរដ្ឋធានីភ្នំពេញបានក្លាយជាទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅក្នុងគ្រានោះដែរនៅគ្រប់ជាក្រុងទាំងអស់ពួកខ្មែរក្រហមបានប្រកាសឧឃោសនស័ព្ទឬក៏សរសេរលើក្តារខៀនខ្មៅធំសូមអញ្ជើញមន្ត្រីរាជការជាន់ខ្ពស់ត្រឡប់មកវិញដើម្បីរៀបចំប្រទេសជាតិឡើងវិញឬក៏បង្កើតកងទ័ពថ្មីឡើងវិញឬអាចទៅរៀនសូត្រឬក៏ទៅទទួលសម្ដេចសីហនុឲ្យទ្រង់យាងត្រឡប់មកវិញឬដោយមូលហេតុផ្សេងទៀតនីតិហ៊ានជាច្រើនបានចាញ់បោកការបញ្ឆោតនេះហើយបានចេញយ៉ាងសប្បាយទៅទទួលយកអនាគតនេះគ្រាន់តែដល់ពីវងប្រជាជនប្រមាណ2ទៅ3គីឡូម៉ែត្រតែប៉ុណ្ណោះខ្មែរក្រហមរងចាំទទួលនិងសម្រាប់ពួកគេចោលគ្មានសល់ម្នាក់ខ្មែរក្រហមក៏ប្រហារជីវិតនីតិហ៊ានរងនិងពលទាហានបន្តតាមវិធីដដែលនេះផងដែរប្រជាពលរដ្ឋដែលរស់នៅក្រោមរបបលន់ណូមិនថាតែអ្នកនៅភ្នំពេញប៉ុណ្ណោះទេគឺគ្រប់ក្រុងនិងភូមិធំក៏ត្រូវចាក់ចេញពីលំនៅឋានរបស់ខ្លួនតាមថ្នល់ជាតិទាំងឈឺចាប់លំបាកវេទនាបំផុតប្រជាជនត្រូវពួកខ្មែរក្រហមរុញច្រានយ៉ាងពពាក់ពពូនណែនណាន់តាន់តាប់ចេញពីទីក្រុងតាមផ្លូវជាតិទាំង4ទិសដោយមិនដឹងថាត្រូវទៅទីណាខ្លោចផ្សារជាងនេះទៅទៀតប្រជាជនគ្មានចំណីអាហារបាយម្ហូបសម្រាប់ហូបចុកក្នុងពេលកំពុងធ្វើដំណើរដោយគ្មានគោលដៅនោះឡើយហើយខ្មែរក្រហមក៏គ្មានចែកចាយបាយទឹកឲ្យទៀតមនុស្សរាប់សែននាក់ដែលធ្វើដំណើរតាមផ្លូវជាតិនីមួយក្នុងពេលតែមួយឆ្ពោះទៅរកស្រែចម្ការព្រៃព្រឹក្សាឬឆ្ពោះទៅរកមរណៈតែម្ដងក៏អាចថាបានពួកគេគ្មានអ្វីបរិភោគទេហើយស្រក់ទឹកភ្នែកស្រែកយំដោយនឹកទៅដល់ប្តីប្រពន្ធកូនចៅដែលមិនដឹងចាត់ប្រត់ទៅដល់ទីណាខែមេសាជាខែក្តៅហួតហែងម្ល៉េះហើយការធ្វើដំណើរបែបនេះជាពិសេសកូនខ្ចីស្ត្រីមានផ្ទៃពោះស្ត្រីទើបឆ្លងទន្លេកូនក្មេងមនុស្សចាស់ជរាមនុស្សមានជំងឺរាប់ពាន់នាក់ប្រឈមមុខនឹងសេចក្តីស្លាប់ដោយសេចក្តីស្រេកឃ្លាននិងសេចក្តីអស់សង្ឃឹមក្រោមកម្ដៅព្រះអាទិត្យនារដូវប្រាំងទីបំផុតជនទាំងនោះត្រូវខ្យល់ចាប់ដួលស្លាប់យកទៅកប់សឹងតែមិនទាន់ព្រោះត្រូវធ្វើដំណើរជាបន្តទៀតក្លិនអាសោចនៃសាកសពមនុស្សដែលខ្មែរក្រហមបានសម្លាប់ធំស្អុយពេញបរិយាកាសថ្ងៃបន្ទាប់មកទៀតដោយខ្វះស្បៀងអាហារអ្នកទោសរបស់ខ្មែរក្រហមរាប់សែននាក់តាមផ្លូវជាតិនីមួយនិងរាប់លាននាក់នៅក្នុងប្រទេសទាំងមូលចាប់ផ្ដើមបែកបាក់គ្នាឬក៏អង្គុយសម្រក់ទឹកភ្នែកព្រោះតែទាស់ទែងដណ្ដើមចំណីអាហារគ្នាបន្តិចបន្តួចដែលជាចំណីអាហារដែលអ្នកខ្លះមានគំនិតជោគមកជោគខ្លួនឬក៏ដោយយកគ្រឿងអលង្ការទៅដោះដូរជាមួយអ្នកមូលដ្ឋាន